បាទសូមជម្រាបសួរពុកម៉ែបងប្អូនគ្នាថ្ងៃដែរខ្ញុំបានវិលត្រឡប់ជួបបងប្អូនសាជាថ្មីទៀតហើយនៅคลิปវីដេអូនេះដែរខ្ញុំចង់បង្ហាញបងប្អូនហ្នឹងពីរបៀបថតការហៅតាមលេខទូរស័ព្ទបាទបើសិនជាបងប្អូនខលទៅណាម្នាក់ឬក៏មាននរណាម្នាក់ខលបងប្អូនហ្នឹងបងប្អូនក៏អាចធ្វើការបាទថតសលេងទុកបានដែរឥឡូវខ្ញុំសូមធ្វើវីដេអូបង្ហាញបងប្អូនលម្អិតនៅលើទូរស័ព្ទដៃពីរដើមតែម្ដងណាក្នុងនោះមានបាទ Oppo ហើយនិងបាទ Samsung ពេលនេះសូមបែរកាមេរ៉ាបន្តិចណាបាទរបៀបថតសលេងបាទការហៅតាមលេខទូរស័ព្ទហ្នឹងបាទគឺមាន2ណាបាទអញ្ចឹងបើសិនជាបងប្អូនអត់បានធ្វើការកំណត់បាទការហៅដោយអូតូទេបាទថតសលេងការហៅដោយអូតូទេបងប្អូនក៏អាចធ្វើការបាទថតសលេងភ្លាមបានដែរអញ្ចឹងឧទាហរណ៍ដូចថាពេលបងប្អូនបានខលទៅណាម្នាក់ឬក៏មាននរណាម្នាក់ខលបងប្អូនហ្នឹងបងប្អូនអត់បានបើកមុខងារបាទស្វ័យប្រវត្តិឥឡូវឧទាហរណ៍បងប្អូនមើលណាបាទអញ្ចឹងយកលេខទូរស័ព្ទនេះខលទៅទូរស័ព្ទហ្នឹងណាបាទអញ្ចឹងពេលដែលខ្ញុំខលទៅនេះខ្ញុំអត់បានបើកបាទថតដោយស្វ័យប្រវត្តិទេណាបាទពេលដែលបងប្អូនចង់ថតបងប្អូនក៏អាចបាច់ចុចថតឡើងនេះបាទចុចថតទៅនោះនឹងជាប់បាទសលេងដាក់ថតទុកហើយណាបាទអញ្ចឹងនៅលើទូរស័ព្ទដៃផ្សេងបាទទូរស័ព្ទដៃ Oppo បងប្អូនក៏អាចចុចកន្លែងពាក្យថាបាទកត់ត្រានេះដើម្បីថតទុកបានដែរបាទដូចតែគ្នាទេបងប្អូនណាបាទអញ្ចឹងពេលដែលថតទូរស័ព្ទដៃបាទ Oppo នឹងចេញកន្លែងនីតិកន្លែងកត់ត្រាតែម្ដងហើយទូរស័ព្ទដៃបាទ Samsung នោះនឹងចេញបាទប្រទាំងពីរនេះជាការហៅហើយនេះជាការថតអញ្ចឹងណាបាទអញ្ចឹងខ្ញុំសូមបិទបាទនឹងទី1បងប្អូនណាបាទបិទសិនមកបាទបើសិនជាបងប្អូនគិតថាបាទវាចឹងវារៀងស្មុគស្មាញជួនកាលពេលខ្លះភ្លេចថតបងប្អូនក៏អាចធ្វើការបើកបាទមុខងារថតដោយស្វ័យប្រវត្តិបានដែរអញ្ចឹងបងប្អូនគ្រាន់តែចូលកន្លែង call ធម្មតាហ្នឹងមកសូមយកសាប់នេះចេញសិនដោយសារសាប់នេះពន្លឺបាទវារៀងពណ៌ខៀវអញ្ចឹងវាអាប់បាទទូរស័ព្ទនេះមើលអត់ចង់ឃើញណាបាទពេលបងប្អូនចូលមកកន្លែង call បងប្អូននឹងឃើញសញ្ញាចុច3នេះបាទអញ្ចឹងបើសិនជាទូរស័ព្ទខ្លះវាអត់ឃើញបងប្អូនចុចបាទកន្លែងថ្មីឬក៏តំណែងឲ្យមកណាតើតែឃើញសញ្ញាចុច3បងប្អូនចុចពីលើហ្នឹងមកបាទចុចពីលើសញ្ញាចុច3រួចរាល់ហើយបងប្អូនយកពាក្យថាបាទការកំណត់ដើម្បីទៅកំណត់ណាបាទរួចហើយបងប្អូនយកពាក្យថាបាទថតការហៅបាទអញ្ចឹងបងប្អូនចុចពីលើហ្នឹងមកហើយខ្ញុំបង្ហាញជូននេះបាទដំបូងនៅលើស័ព្ទដៃបាទ Samsung មុនណាបាទមកដល់ត្រង់នេះបងប្អូននឹងឃើញកន្លែងបិទបើកមាន2បាទមាន2អញ្ចឹងនៅខាងលើនេះគេដាក់ថាបាទស្វ័យថតការហៅគេមានន័យថាបងប្អូនបើកបាទមុខងារថតដោយស្វ័យប្រវត្តិពេលបងប្អូនចង់បើកថតដោយស្វ័យប្រវត្តិបងប្អូនចុចកន្លែងនឹងបើកមកណាបាទរួចហើយបងប្អូនស្រឡឹងមើលខាងក្រោមមកតង់ទៀតនេះជាកន្លែងពេលបងប្អូនថតចប់គេនឹងបញ្ជូនដំណឹងគេដាក់ថាបាទបង្ហាញការជូនដំណឹងបន្ទាប់ពីថតគឺមានន័យថាពេលបងប្អូនបិទទូរស័ព្ទទៅបាទផ្ដាច់ទូរស័ព្ទពីគេទៅបាទការថតនឹងជូនដំណឹងដូចជាMessenger អញ្ចឹងណាបាទអញ្ចឹងខ្ញុំអត់ចង់បានទាំងហ្នឹងទេបាទអញ្ចឹងខ្ញុំអត់បើកទេណាបាទអត់បើកទេបាទអញ្ចឹងពេលបងប្អូនគាត់ឲ្យបើកតែពាក្យថាបាទស្វ័យការថតហ្នឹងនោះបាទការថតហ្នឹងនឹងជាប់ដោយអូតូបាទជាប់អូតូអញ្ចឹងរបៀបចូលទៅឆែកបងប្អូនគាត់ទៅចូលកន្លែង call ឡើងវិញធម្មតាមកបាទឆែកសលេងណាបងប្អូនមិនបាច់ចូលទៅកន្លែងណាផ្សេងទេបងប្អូនគាត់ទៅចូលកន្លែង call ធម្មតាមករួចហើយបងប្អូនចុចសញ្ញាចុច3រួចហើយបងប្អូនចុចពាក្យថាបាទការកំណត់បាទចុចកន្លែងងំដើមវិញណាបាទរួចហើយបងប្អូនយកពាក្យថាបាទថតការហៅនេះបងប្អូនយកទី3នេះម្ដងគេដាក់ថាការហៅដែលបានថតអញ្ចឹងបងប្អូនចូលមកនោះគេនឹងបង្ហាញកន្លែងបងប្អូនធ្វើការថតបំបញ្ញមិញបាទអញ្ចឹងបងប្អូនមើលតែម៉ោងនេះគេដាក់ថាម៉ោង12បាទ57អញ្ចឹងខ្ញុំថតមិញនេះគឺម៉ោងបាទម៉ោង13:16អញ្ចឹងម៉ោង13:14ជាងអូខេហើយអញ្ចឹងបងគាត់តែចូលទៅចុចពីលើកន្លែងថតតលេងបាញ់មិញដើម្បីទៅធ្វើការស្ដាប់ណាបាទនៅលើដៃផ្សេងនេះបងប្អូនលើហើយប៉ុន្តែបើសិនជាបងប្អូនគិតថាសលេងហ្នឹងបាទវាដូចថារៀងញ៉ៃពេលបងប្អូនថតច្រើនមែនអត់បាទអញ្ចឹងបាទ3-4ថ្ងៃឬក៏មួយអាទិត្យអីបងប្អូនគាត់ចូលមកលុបចេញម្ដងអញ្ចឹងរបៀបលុបបងប្អូនគាត់ចុចស្កត់ពីលើសលេងដែលបងប្អូនបានស្ដាប់រួចរាល់ហើយបាទចុចស្កត់មកចឹងមកដល់ត្រង់នេះបើសិនជាបងប្អូនមានសលេងច្រើនបងប្អូនបាច់គ្រីសទាំងអស់ទេបងប្អូនគ្រាន់តែចុចពាក្យថានេះគ្រីសនៅលើនេះគេដាក់ថាទាំងអស់ហ្នឹងនោះសលេងដែលបានថតមកជួអញ្ចឹងវាចូលទាំងអស់តែម្ដងរួចចឹងបងប្អូនចុចពាក្យថាលុបនឹងមកណាបាទ
បាទតែប៉ុណ្្នឹងទៅបាទគឺអូខេហើយអញ្ចឹងរបៀបថតទី1បងប្អូនគ្រាន់តែខលទៅណាម្នាក់បើសិនជាបងប្អូនអត់បើកមុខងារថតបងប្អូនបាទចុចថតទៅហើយបើសិនជាបងប្អូនចង់ថាបើកមុខងារថតឲ្យស្វ័យប្រវត្តិបងប្អូនក៏បើកកន្លែងហ្នឹងទៅណាបាទអញ្ចឹងចប់នៅលើទូរស័ព្ទដៃបាទ Samsung ចូលនៅទូរស័ព្ទដៃ Oppo បាទទូរស័ព្ទដៃ Oppo ខ្ញុំបង្ហាញជូនបងប្អូនមិញហើយពីរបៀបថតទី1ណាបាទពេលបងប្អូនខលទៅណាម្នាក់បាទថតភ្លាមហ្នឹងបងប្អូនថតកន្លែងហ្នឹងណាបាទអញ្ចឹងរបៀបថតបើកមុខងារថតឲ្យស្វ័យប្រវត្តិបងគ្រាន់តែចុចសញ្ញាបាទត្រេ2មកបាទនៅទូរស័ព្ទដៃ Samsung បាទសញ្ញាត្រេ3បាទទូរស័ព្ទដៃបាទ Oppo បាទទូរស័ព្ទសញ្ញាត្រេ2ណារួចហើយចុចពីលើហ្នឹងមកrồiបងប្អូនចូលពាក្យថាការកំណត់ដូចគ្នាណាបាទមកដល់ត្រង់នេះបងប្អូនរកមើលពាក្យថាការថតសំឡេងជាស្រ័យការថតសំឡេងការហៅបាទអញ្ចឹងចុចពីលើហ្នឹងមកបាទមកដល់ត្រង់នេះបងប្អូនមើលអក្សរគេទៅនេះគេដាក់ថាថតសំឡេងហៅទូរស័ព្ទទាំងអស់អញ្ចឹងមានកត់ត្រាសំឡេងអធិស្ឋានកត់ត្រាលេខតែមិនស្គាល់អញ្ចឹងបងប្អូនបើកទាំងអស់មកណាបាទបើកទាំងអស់ចឹងមកបាទរួចហើយបាទនឹងជាប់ហើយបើសិនជាបងប្អូនចង់បាទទៅមើលសំឡេងបងប្អូនចុចពាក្យថាបាទមើលការកំណត់ត្រាហៅការហៅនេះមកបាទចុចពីលើនឹងមកនោះនឹងឃើញសំឡេងដែលបងប្អូនធ្វើការថតហើយនេះសំឡេងនៃថតមិញណាអញ្ចឹងនៅលើទូរស័ព្ទដៃបាទ Oppo ដូចជាអត់មានបញ្ជាក់ម៉ោងទេបងប្អូនបាទបញ្ជាក់តែនាទីហើយនិងថ្ងៃខែបាទអញ្ចឹងឃើញថ្ងៃទី2ទាំងអស់បាទអញ្ចឹងអត់មានឃើញនេះទេគឺសាច់ចាក់ស្រាប់សិនបាទនេះជាសលេងទី1អញ្ចឹងបងប្អូនចំណាំតែសលេងនៅក្រោមនេះគឺមានន័យថាបាទខលពីថ្ងៃមុនអញ្ចឹងបាទសលេងថ្មីរត់តាមជូរណាបាទអញ្ចឹងវារត់តាមជូរបាទអញ្ចឹងពេលបងប្អូនចង់លុបវិញបាទឧទាហរណ៍ថាបាទ4-5ថ្ងៃឬក៏មួយអាទិត្យអីបងប្អូនគិតថាវាញ៉ៃបងប្អូនចូលមកលុបមកណាបាទអញ្ចឹងវាលុបបងប្អូនក៏ស្កតមកបាទរួចហើយបងប្អូនឃើញសលេងច្រើនបងប្អូនមិនបាច់គ្រីសក្នុងមួយអញ្ចឹងទេណាបងប្អូនគ្រាន់តែចុចខាងលើនេះបាទគ្រីសទាំងអស់មកឬបងប្អូនចុចពាក្យថាលុបមកណាបាទតែប៉ុណ្្នឹងទៅឆ្លាស់ទូរស័ព្ទយើងហើយអត់មានបាទនៅកើតមេរោគទៀតទេណាបាទអញ្ចឹងវីដេអូរបស់ខ្ញុំក៏ជិនមកដល់ទីបញ្ចប់ហើយមុននឹងគ្លីបពីបងប្អូនទៅបាទក៏សូមជូនពរបាទជូនជ័យដល់បងប្អូនបាទរកទៅទីមានបានហើយបើសិនជារាល់ការនិយាយស្ដីរបស់ខ្ញុំមានលើសលួសខ្វះការត្រង់ចំណុចណាខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនៅពេលនេះដែរខ្ញុំបាទក៏សូមអរកាយជំរាបលាជួបគ្នាវីដេអូក្រោយបាទបាយបាយ